ក្នុងមនោចេតនារវាងខ្ញុំហើយនឹងសត្វសំណក់វាជាមនោចេតនាមួយដ៏ស៊ីជម្រៅព្រោះក្នុងរយៈពេល5ខែនេះគឺយើងបានរស់នៅនិងមើលថែទាំគាត់ដូចជាសមាជិកគ្រួសារយើងម្នាក់ដែរដូចថាវាយល់ចិត្តជាមួយយើងហ្មងយើងឲ្យបជាឲ្យឈើក្រាបអង្គុយឲ្យដើរតាមយើងអញ្ចឹងយើងឲ្យស្វែងរកសារជាតិញៀនគឺធ្វើបានចូលជា 90% ហើយអញ្ចឹងយើងជឿជាក់ទៅថ្ងៃខាងមុខយើងនឹងបង្វឹកបង្ហាត់និងព្យាយាមមើលថែវាឲ្យបានល្អឲ្យកាន់តែល្អជាងនេះទៅទៀតបាទការរៀនសូត្រនិងដកខាត់ចំណេះជំនាញគឺពិតជាគ្មានទីបញ្ចប់និងត្រូវតែធ្វើជាដរាបប៉ុន្តែពេលនេះអ្វីដែលបានបញ្ចប់ជាស្ថាពរនិងជោគជ័យដោយការគ្រោងទុកនោះគឺវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងនិងបញ្ជាសំណក់ជំនាញដល់មន្ត្រីតាមបណ្ដានាយកដ្ឋាននិងស្នងការដ្ឋាននគរបាលរាជធានីខេត្តវគ្គបណ្ដុះបណ្ដាលនេះដំណើរការចាប់តាំងពីថ្ងៃទី28ខែតុលាឆ្នាំ2025រហូតដល់ថ្ងៃទី20ខែមិនិនាឆ្នាំ2026ជាសម្រាប់ជាឲ្យពីការលើកដៃដើម្បីឆែកគឺជាសារធាតុញៀនដែលសំណក់បានស្វែងរកឃើញនៅក្នុងរថយន្តសិក្ខាកាមបានបញ្ចប់វគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងនិងបញ្ជាសំណក់ជំនាញនេះមាន52រូបមកពីបណ្ដានាយកដ្ឋាននិងស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន13រួមមានអគ្គនាយកដ្ឋានពន្ធនាគារ4រូបអគ្គនាយកដ្ឋានអន្តោប្រវេសន៍8រូបស្នងការនគរបាលរាជធានីភ្នំពេញ4រូបស្នងការនគរបាលខេត្តព្រះសីហនុ4រូបស្នងការនគរបាលខេត្តព្រៃវែង4រូបស្នងការនគរបាលខេត្តបន្ទាយមានជ័យ4រូបស្នងការនគរបាលខេត្តបាត់ដំបង4រូបស្នងការនគរបាលខេត្តសៀមរាប4រូបស្នងការនគរបាលខេត្តកណ្ដាល4រូបស្នងការនគរបាលខេត្តរតនគិរី2រូបស្នងការនគរបាលខេត្តមណ្ឌលគិរី2រូបស្នងការនគរបាលខេត្តបៃលិន2រូបស្នងការនគរបាលខេត្តពោធិ៍សាត់2រូបស្នងការនគរបាលខេត្តឧត្តរមានជ័យ2រូបនិងស្នងការនគរបាលខេត្តកំពង់ធំ2រូបការពិតណាស់ជំនាញដែលលោកគ្រូដែលអង្គភាពបានបង្វឹករយៈពេល5ខែនេះគឺជាលទ្ធផលគាត់បានទទួលបានផ្លែផ្កាល្អប្រសើរបានខ្ពស់ហើយជាការរំពឹងទុកគឺគាត់ពិតជាអាចយកទៅប្រើប្រាស់តាមបណ្ដាអង្គភាពអគ្គក៏ដូចជាស្នងការដើម្បីបម្រើឲ្យអង្គភាពរបស់គាត់បានមានប្រសិទ្ធភាពតែតបកេះតឧត្តមសេនីយ៍ឯកលុនសុផាតអគ្គស្នងការរងនគរបាលជាតិតំណាងដុកខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេនអគ្គស្នងការនគរបាលជាតិបានណែនាំដល់សិក្ខាកាមជ័យលាភីទាំងអស់ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំសត្វសំណក់ទាំងផ្នែកអនាម័យជំរកចំណីអាហារនិងការពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីធានាបាននូវកម្លាំងប្រតិបត្តិការឧត្តមសេនីយ៍ឯកក៏បានជំរុញឲ្យបន្តការហ្វឹកហាត់បន្ថែមដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធសម្ដៅធានាឲ្យបាននូវប្រសិទ្ធភាពខ្ពស់បំផុតទាំងការរុករកនិងបង្ក្រាបបទល្មើសជូនអង្គភាពនិងសង្គមជាតិកាន់ជំនាញបន្ថែមមកថាខេត្តមាន2ទៅថែម2ទៀតបរៀនគ្នានៅក្នុងជាក់ស្ដែងទៅព្រោះឲ្យទិសដៅខ្ញុំនៅនេះខ្ញុំបន្តសុំគោលការណ៍ឲ្យដំអគ្គស្នងការបន្តមួយវគ្គទៀតដើម្បីឲ្យបានគ្រប់ខេត្តនៅពេលកម្លាំងជំនាញកំពុងផ្ដោតលើទូនាទីសំខាន់របស់សំណក់ឧត្តមសេនីយ៍ឯកសែមសុតតាន់ប្រធានអង្គភាពអន្តរាគមន៍ដែលទទួលដឹកនាំផ្ទាល់លើការងារគ្រប់គ្រងបណ្ដុះបណ្ដាលមន្ត្រីនិងសំណក់ថ្លែងបង្ហាញការជឿជាក់ថាសិក្ខាកាមជ័យលាភីទាំងអស់នឹងយកចំណេះជំនាញទាំងនោះទៅអនុវត្តប្រកបដោយការទទួលខុសត្រូវនិងទទួលនៅជោគជ័យគ្រប់បេសកកម្មបាទខ្ញុំជឿជាក់ថាបងប្អូនជាមន្ត្រីនគរបាលសិក្ខាកាមដែលមករៀននៅវគ្គបណ្ដុះបណ្ដាលវិជ្ជាសំណក់ជំនាញនេះគាត់យកទៅអនុវត្តបានជោគជ័យព្រោះសំណក់ឃើញថាគាត់កាន់នេះស្រឡាញ់ណាស់ហើយសំណក់នេះវាជួយឲ្យមន្ត្រីនគរបាលជាតិយើងបានច្រើនក្នុងការរុករកសត្វក្នុងការរុករកវត្ថុតាមផ្សេង
ដែលជនសង្ស័យដូចជាគ្រឿងញៀនប្រកបក្នុងឡានគាត់បើយើងប្រើមន្ត្រីពិបាកបើកបាក់អីពេលខ្លះក្រោមអគារបាក់បែកក្រោមផ្ទះក្រោមអីដែលមានការបិទបាំងមន្ត្រីយើងពិបាករុករកលូនឬក្រាបចូលប៉ុន្តែយើងប្រើសំណក់បានតំណាងសិក្ខាកាមបានបដិញ្ញាអនុវត្តចំណេះជំនាញជាមួយសំណក់នេះបម្រើអង្គភាពប្រទេសជាតិនិងប្រជាជនឲ្យបានល្អនិងបានចែករំលែកបទពិសោធន៍ខ្លះៗទៅសិក្ខាកាមជំនាន់ក្រោយៗចំពោះខ្ញុំនឹងបដិញ្ញាចិត្តបំពេញភារកិច្ចឲ្យបានល្អហើយនឹងថែទាំសត្វសំណក់ហើយនឹងព្យាយាមវឹកហាត់បន្ថែមនិងស្រាវជ្រាវរកពីជំនាញសំណក់ដើម្បីស្វែងរកសារធាតុញៀនដែលអង្គភាពដាក់ផែនការចូលមកស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀនចុងក្រោយខ្ញុំសូមដាំផ្ញើដោយចែកម្លែកបទពិសោធន៍ដល់សកម្មកម្មក្រោយៗឲ្យពេលដែលមកបានវឹកហាត់ដល់ទីនេះយើងត្រូវខិតខំយកចិត្តទុកដាក់វឹកហាត់និងថែទាំសុខភាពសំណក់ទាំងសុខភាពរបស់យើងខ្លួនឯងកុំឲ្យជួបបញ្ហាអីប្រឈមផ្សេងៗអញ្ចឹងណាហើយក៏ចង់สนมเปอร์ឲ្យមានការបើកវគ្គនេះបន្តបន្ថែមទៅមុខទៀតបាទដើម្បីជួយដល់កងកម្លាំងយើងបានច្រើនបាទនៅពេលវគ្គបណ្ដុះបណ្ដាលបានបញ្ចប់ដោយជោគជ័យជាបន្តបន្ទាប់ឧត្តមសេនីយ៍ឯកសែមសុតតាន់ប្រធានអង្គភាពអន្តរាគមន៍បាននឹកឃើញជានិច្ចចំពោះការយកចិត្តទុកដាក់ទំនុកបម្រុងនិងគាំទ្រជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃទោះបីជាគាត់ជាប់បំពេញភារកិច្ចយ៉ាងណាក៏ដោយក៏គាត់នៅតែតំណាក់តំណងសួរសុខទុក្ខហើយមានថ្ងៃមួយនោះគាត់អញ្ជើញមកដូចជាថ្ងៃ31ខែមករា2024គាត់ពេលយប់គាត់ចុះមកដល់អង្គភាពអន្តរកម្មមិនដែលមានឋានៈដឹកនាំណាដែលគាត់បានគិតគូរដល់ពេលបាទសូមអរគុណ